មានកថាហើយចូលរួមនាថ្ងៃឡើងស័ក្តិបានចូលឆ្នាំថ្មីរបស់ផងយើងវាក្នុងឱកាសនេះតែមិនធ្វើនៅកថាជាបឋមខ្ញុំបកាណាសូមនមស្ការចំពោះប្រជុំមីនៃកតេរតនៅសេចក្តីគោរពសូមរំលឹកនឹកនៅគុណធម៌អំពីវិរៈសមណៈវិរៈបរោះដោយសេចក្តីគោរពនិងសេចក្តីនឹករលឹកសូមធ្វើសេចក្តីជ្រះថ្លាចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈចម្រើនពរដល់គណៈកម្មការញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលនៅទាំងនោះជើងវត្តដល់ថ្ងៃរបស់ផងយើងទាំងមូលដែលថ្ងៃនឹងបានមកវត្តរួមជាមួយនឹងគ្នាទាំងអស់ជាឧបនិស្ស័យការសន្សំនៅបានកុសលក្នុងឱកាសជាកម្មវិធីបានជួយឆ្នាំថ្មីនៃប្រពៃណីណាដែលជាសញ្ជាតិខ្មែរក៏ដូចជាអ្នកកាន់នៅពុទ្ធសាសនាអញ្ចឹងនិយាយអំពីកម្មវិធីបាននេះទៅតាមព្រេងនិទានចូលឆ្នាំខ្មែរព្រេងនិទានចូលឆ្នាំខ្មែរនេះគឺយើងធ្វើឡើងចប់តាក់តងនឹងសាសនាក្នុងនោះគឺមានហិណ្ឌូសាសនាមានពុទ្ធសាសនាមានជំនឿទៅលើពួកទេវតាអញ្ចឹងបានជាការជំនឿទៅលើទេវតាទាំងអស់ហ្នឹងយើងបានកើតឡើងកម្មវិធីបានចូលឆ្នាំខ្មែរណាអញ្ចឹងមានចាប់តាក់តងអញ្ចឹងហើយកម្មវិធីបានចូលឆ្នាំខ្មែរមានដូចតទៅមួយគឺយើងត្រូវរៀបចំតុបតែងប្រដាសម្ដែងរបស់យើងឲ្យបានស្អាតល្អហើយបើការណាស្អាតទេមិនល្អទេគឺមិនចូលទៅใส่ចូលទៅទេទីគឺការទទួលសែនទេវតាឆ្នាំថ្មីយើងយកទៅទទួលទេវតាឆ្នាំថ្មីដែរមានទទួលទេវតាឆ្នាំថ្មីដែរមិនចូលទេមិនได้ទទួលនេះហើយទីបីគឺលើបែរជាឲ្យពីនេះយើងមានដែរហើយយើងមានណាគឺទីមានប្រឡោគឺសូមតែគ្នាមកពីណារត់មានប្រឡោបាទមានឲ្យជាប្រៃខ្មែរ6រំលែកកំសាន្តគឺយកប្រៃមើលពូនក្នុងវិសា8នាងចន្ទរានៅខាងពុទ្ធបដិមា4នាងចន្ទរាអពុកម្ដាយយាយតារបស់ផងខ្លួន10ចន្ទរានាងចន្ទរាប្រសងនៅចាក់ប្រធាយានៅក្នុងភូមិស្រុករបស់យើងអញ្ចឹងជាជំនាញតំណ10យ៉ាងដែលយើងជាដាក់ចូលឆ្នាំថ្មីនេះត្រូវតែធ្វើត្រូវតែអនុវត្តបានមកដើម្បីរក្សានូវកេរដំណែលរបស់ដូនតារបស់យើងអញ្ចឹង10យ៉ាងជាកម្មវិធីរបៀបប្រមាថជាប្រពៃណីសម្រាប់យើងជាសញ្ជាតិខ្មែរទាំងអស់យើងធ្វើឲ្យមានកម្មវិធីបែបហ្នឹងហើយយើងត្រៀមខ្លះទៅយើងងាយស្រួលក្នុងការធ្វើអញ្ចឹងក៏មានអីវែងឆ្ងាយអន្លាយទៀតទេ